And everywhere that Mary went, the lamb was sure to go. Ha, ha, ha. សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ដឹងអំពីឧបករណ៍ថតសំឡេងនាសតវត្សទី19ដែរឬទេតើមនុស្សយើងក្នុងចំណោមនោះប្រើប្រាស់ឧបករណ៍អ្វីសម្រាប់ថតសំឡេងនិងរក្សាទុកនៅសំឡេងតោះយើងមកមើលការវិវត្តនៃឧបករណ៍ថតសំឡេងមានដូចជា MP3 CD cassette track vinyl record និង phonograph cylinder នៅក្នុងវីដេអូនេះដែរក្រុម Science Club នឹងនាំអ្នកទៅស្វែងយល់អំពីឧបករណ៍ phonograph គឺជាឧបករណ៍សម្រាប់ធ្វើការថតសំឡេងដោយប្រើប្រាស់ឧបករណ៍ម្យ៉ាងរាងជាស៊ីឡាំងដើម្បីធ្វើការរក្សាទុកនូវសំឡេងនិងសម្រាប់ចាក់សំឡេងផងដែរឧបករណ៍មួយនេះត្រូវបានបង្កើតឡើងដោយលោក Thomas Edison នាឆ្នាំ1878និងធ្វើការអភិវឌ្ឍដោយលោក Emil Berliner ទៅជាប្រភេទ vinyl disc សម្រាប់ផ្នែកគ្រឿងបង្គុំនៃឧបករណ៍ phonograph មានដូចជា cylinder disc សម្រាប់រក្សាទុកនូវសំឡេងDownward cylinder disc diaphragm ត្រូវបានចែកចេញជាពីរគឺ diaphragm សម្រាប់ថតសំឡេងនិង diaphragm សម្រាប់ចាក់សំឡេងឡើងវិញ horn សម្រាប់ការចាប់យកនៅរលកសំឡេងដំណើរការនៃការថតសំឡេងPhonograph គឺពឹងផ្អែកទៅលើរលកសំឡេងដែលនៅជុំវិញខ្លួនរបស់វាហើយរលកសំឡេងទាំងនោះត្រូវបានទៅប៉ះនឹង diaphragm ក៏បង្កើតបានទៅជារំញ័រធ្វើឲ្យម្ជុលនៅជាប់នឹង diaphragm នោះទៅប៉ះនឹងផ្ទៃនៃ cylinder disc ហើយក៏បង្កើតបានទៅជាចង្អូននៃរលកសំឡេងនេះជាដំណើរការបំលែងរលកសំឡេងឲ្យក្លាយទៅជារលករំញ័រការចាក់សំឡេងឡើងវិញដំណើរការនេះត្រូវបានហៅថាការបកប្រែរំញ័រឲ្យក្លាយទៅជាសំឡេងនៅពេល cylinder disc ចាប់ផ្ដើមបង្វិលម្ជុលនៃ diaphragm ក៏ទៅប៉ះនឹងចង្អូនដែលបាន record រួចក៏បង្កើតទៅជារំញ័រហើយរំញ័រនោះក៏បានបំលែងទៅជាសំឡេងចេញមកក្រៅ Hello Mary had a little lamb Its fleece was white as snow And everywhere that Mary went The lamb was sure to go Ha 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 I say, that's a wonderful invention.